នេះគឺជាវីដេអូប្រកាសលទ្ធផលគ្នាយើងសម្រាប់អ្នកឈ្នះ Weekly Pass ចំនួន2នាក់ហ្នឹងហើយអ្នកឈ្នះ2នាក់ហ្នឹងគឺពួកគាត់ទាំង2នាក់ហ្នឹងឯគ្នាយើងគឺ YouTube របស់គាត់ខ្ញុំដាក់លើខាងលើហ្នឹងដោយសារពេលខ្ញុំយកទៅ spin ទៅប៉ះចំ channel ពួកគាត់ទាំងពីរហ្នឹងនេះឥឡូវយើងមកមើលកន្លែងបវលទាំងអស់គ្នាទៅគឺថាខ្ញុំ copy channel របស់អ្នកទាំងគ្នាទៅប៉ះម្ដងមួយទៅរំតែអស់ហ្នឹងគ្នាយើងហើយនិយាយរួមទៅវាហត់ដែរប៉ុន្តែដើម្បីគ្នាយើងខ្ញុំអាចធ្វើបានអីចឹងណាដោយសារតែគ្នាយើងក៏ support ខ្ញុំដែរចឹងទៅនេះនៅពេលដែលខ្ញុំ spin លើកទី1ទៅប៉ះចំឈ្មោះគាត់នេះគ្នាយើងហើយបន្ទាប់ពីបវលបានត្រូវឈ្មោះម្នាក់ហើយហ្នឹងយើង screenshot ទុកហើយចាំបវលតទៀតអីចឹងណាថាអ្នកទី2នឹងណាគេចឹងទៅហើយសម្រាប់អ្នកឈ្នះ Weekly Pass អ្នកទី2ហ្នឹងគឺគាត់ម្នាក់នេះគ្នាយើងគឺ channel របស់គាត់ហ្នឹងចឹងហើយបើពួកគាត់ទាំងពីរអ្នកហ្នឹងឃើញវីដេអូហ្នឹងហើយចាំ comment ID នៅក្នុងវីដេអូហ្នឹងម្នាក់មួយមកដើម្បីឲ្យខ្ញុំដាក់ Weekly Pass ឲ្យពួកគាត់អីចឹងណាហើយខ្ញុំសូមទោសអ្នកទាំងគ្នាខ្លាំងមែនតើសម្រាប់ចេញវីដេអូ late វីដេអូយូរអីចឹងណាដោយសារតែខ្ញុំនិយាយកាលពីវីដេអូមុនហ្នឹងថាខ្ញុំនឹងប្រកាសអ្នកឈ្នះថ្ងៃទី5ប៉ុន្តែឥឡូវគឺថ្ងៃទី7ហើយអ្នកទាំងគ្នាហើយចឹងហើយខ្ញុំពិតជាសូមទោសអ្នកទាំងគ្នាខ្លាំងមែនតើសម្រាប់ការចេញវីដេអូយឺតយ៉ាវអញ្ចឹងណាហើយមួយវិញទៀតហ្នឹងសម្រាប់អ្នកដែលអត់ទាន់បាននេះកុំទាន់អន់ចិត្តគ្នាយើងហើយចាំខ្ញុំដាក់ challenge ឲ្យលេងវីដេអូក្រោយៗទៀតអីចឹងណាឬក៏ធ្វើ giveaway តទៀតអីចឹងទៅបើសិនជា channel YouTube របស់ខ្ញុំនឹងទទួលបាន 1k ឬក៏ច្រើនជាងនឹងអីចឹងណាហើយចុងក្រោយហ្នឹងអត់មានអីទេមានតែអរគុណអ្នកទាំងគ្នាដែលបានជួយ support ខ្ញុំហើយបើសិនជាគ្នាយើងស្ដាប់សលេងរបស់ខ្ញុំទៅវារៀងរអាក់រអួលអីគ្នាយើងក៏មកកាន់ឯអ្នកទាំងគ្នាដោយសារតែការបញ្ចូលសលេងអីហ្នឹងវាមិនមែនជាងាយស្រួលប៉ុន្មានទេគ្នាយើងហើយសម្រាប់អ្នកដែលធ្លាប់បញ្ចូលសលេងបានគាត់ដឹងអីចឹងណា Switch to ODM gear. Come on! Very useful.